I love you I love you too នេះពេលរសៀលថ្ងៃហៀបលិចមានឡានមួយគ្រឿងបើកមកឈប់នៅមុខផ្ទះអ្នកភូមិអាក្មួយឡាននេះកើតអីមិនបានមកឈប់នៅមុខផ្ទះមិញអញ្ចឹងអាក្មួយហើយក្មួយឯងជាអ្នកណាមកពីណាដែរនឹងឡានខ្ញុំវាបែកកង់មិញសុំឈប់នៅមុខផ្ទះមិញបន្តិចដើម្បីផ្លាស់ប្ដូរកង់ឡាននេះមិញថាអីឯណាយដែលខ្ញុំមកឈប់ឡាននៅមុខផ្ទះមិញបែបនេះផ្ទះមិញគ្មានឡានជិះទេក្មួយឯងចង់ធ្វើថ្មើរណាក៏ធ្វើចោះហើយមកស្រុកនឹងមានការអីក្មួយខ្ញុំមកលេងផ្ទះពូខ្ញុំដែលនៅក្នុងភូមិនេះតែចៃដន្យអីវាក៏បែកកង់នៅចំពីមុខផ្ទះមិញតែម្ដងបើអញ្ចឹងខ្ញុំសុំផ្លាស់ប្ដូរកង់ឡានសិនហើយណាមិញប្ដូរទៅអញ្ចឹងក្មួយមិញចូលផ្ទះហើយនិយាយរួចមីងគៀមក៏បានដើរចូលក្នុងផ្ទះបាត់ទៅមួយសន្ទុះក្រោយមកមិនក៏ស្រាប់តែភ្លៀងធ្លាក់នាយសុធីបំរុងក្រោកចូលក្នុងឡានខណៈនោះនាងយ៉ាគីមក៏បានជិះកង់មកបុកនាយសុធីតែម្ដងអូយស្លាប់ហើយមិនក៏ជិះកង់មកបុកខ្ញុំអញ្ចឹងមានមើលមនុស្សដែរអត់នឹងអើយសំតោព្រមមិនវាភ្លៀងខ្លាំងខ្ញុំបញ្ញាប់ចូលក្នុងផ្ទះចុះហេតុអីក៏មកចតឡាននៅចំពីមុខផ្ទះខ្ញុំវិញអញ្ចឹងដឹងអត់ថានេះជាមុខផ្ទះរបស់ខ្ញុំបើជិះមកបុកក៏មិនមែនកំហុសខ្ញុំដែរគឺកំហុសឯងដែលចតឡាននៅនឹងនេះខ្លួននាងជាអ្នកខុសមិនក៏មកជិះបុកខ្ញុំហើយនៅស្ដីថាខ្ញុំទៀតអញ្ចឹងបើជាមនុស្សប្រុសវិញណាច្បាស់ជាដួលក្រោមដំណក់ទឹកភ្លៀងនឹងបាត់ទៅហើយនាងមកនិយាយចាស់ឯងមកឈប់ពីមុខផ្ទះខ្ញុំដែលគ្មានការអនុញ្ញាតគឺឯងជាអ្នកខុសមិនមែនជាខ្ញុំទេសំដីជាច្រែតម្លេះដឹងអត់ថាខ្ញុំជាអ្នកណានៅក្នុងភូមិនេះជាអ្នកណាមកពីណាវាជារឿងរបស់នាងមិនមែនជារឿងរបស់ខ្ញុំទេសូម្បីតែខ្លួនឯងជាអ្នកណាក៏មិនដឹងផងមកសួរខ្ញុំអញ្ចឹងតើឲ្យខ្ញុំនេះដឹងយ៉ាងម៉េចបានខ្ញុំប្រាប់ឲ្យដឹងហើយនឹងញ័រខ្លួនមិនខានទេហើយនាងជាព្រេងមកពីដើមពោធិ៍មួយណាមាត់អត់កម្របគួរឲ្យស្អប់ខ្លាំងបំផុតហើយឯងនេះខ្ញុំជាអ្នកបដាលនៅក្នុងភូមិមួយនេះតែនិយាយមិនស្រួលខ្ញុំដល់បែកមាត់ឯងកុំថាខ្ញុំកាត់អ្នកបដាលហើយហ្នឹងមើលមៀតបើមិនប្រាប់ទេស្មានតែអ្នកកើតទឹកនោមផ្អែមទៅហើយប្រុសមាត់ដាច់ឯងចង់ត្រូវមែនទៅហើយហ្នឹងឯងមានដឹងអត់ថាពេលដែលខ្ញុំខឹងឯងនឹងទ្រាំខ្លួនហើយនិយាយតដែលគួរឲ្យធុញខ្លាំងណាស់កុំមកឈរចិត្តខ្ញុំទៀតមើលខ្ញុំខ្លាចឆ្លងទឹកនោមផ្អែមទ្រាំលេងបានហើយវ៉ៃអូយយបាក់ថ្មិញខ្ញុំអស់ហើយទៅដឹងនាងជាមនុស្សស្រីហេតុអីក៏កម្លាំងដៃខ្លាំងយ៉ាងនេះបកកែហឹង្សាដាក់ខ្ញុំខ្លាំងម៉េះនាងទឹកនោមផ្អែមឯងចង់ត្រូវបញ្ជើញនេះវត្តកតុយឲ្យសម្លាប់ហើយមើលទៅអេកុំខ្ញុំខ្លាចហើយកុំបញ្ចេញក្បាច់ទៀតខ្ញុំអាចដេកពេទ្យបានណាបើអញ្ចឹងក៏ឆាប់សុំទោសខ្ញុំមកដែលឯងហៅខ្ញុំអាក្រក់ស្ដាប់ខ្លាំងបែបនេះថែមទាំងដាក់ទនីខ្ញុំទៀតឲ្យខ្ញុំសុំទោសពីបាត់អីដែរឬរឿងដែលនាងដើរខ្ញុំឲ្យបែកមាត់វាមហួសហេតុពេកតែដឹងឲ្យនាងខ្ញុំជាមនុស្សមិនមែនជាសត្វធាតុចង់វាយក៏វាយតាមតែចិត្តហើយនៅមកឲ្យសុំទោសទៀតវាមិនសមទេឯងចេញពីមុខផ្ទះខ្ញុំភ្លាមទៅកុំមកឲ្យខ្ញុំឃើញមុខទៀតខ្ញុំមិនចង់ឲ្យឯងមកចន់លើដីខ្ញុំដែលជាមុខផ្ទះរបស់ខ្ញុំនោះទេទៅក៏បានដែរបដូរកង់ឡានរួចហើយនឹងមិននៅមើលមុខស្រីទឹកនោមឡើងដូចជានាងទេនិយាយរួចនាយសុធីក៏បើកឡានចាក់ចេញទៅកុំឲ្យខ្ញុំឃើញមុខឯងទៀតឲ្យសោះនាយសុធីក៏បានបើកឡានមកដល់ផ្ទះពូរបស់គេតែម្ដងក្មួយសុធីក្មួយឯងយូរម្លេះពូខំចាំផ្លូវយូរហើយប្រាប់ពូថាចេញមកតាំងតែពីព្រឹកមិនក៏ល្ងាចហើយទៅមកដល់ផ្ទះពូអញ្ចឹងឡានខ្ញុំបែកកង់ពូហើយត្រូវបដូរថ្មីតែក៏មកជួបនឹងស្រីម្នាក់នោះទៀតនាងដាក់ខ្ញុំមកដៃឡើងដួលដីកដាលមេឃភ្លៀងតែម្ដងពូរវល់តែឆ្លោះជាមួយនាងទៅមកដល់ផ្ទះពូយូរអញ្ចឹងក្មួយឯងរវល់ឆ្លោះជាមួយអ្នកណាគេមិនក៏ឲ្យគេវាយដល់ថ្នាក់ដួលអញ្ចឹងនោះជាកូនប្រុងឲ្យស្វាហាប់បន្តិចផងទៅក្មួយឯងធ្វើអញ្ចឹងបើលឺដល់ណាបាក់មុខដោយទាំងពូទៀតណាក្មួយខ្ញុំមិនដែលស្គាល់ទេពូតែនាងថាខ្លួនឯងជាអ្នកបដាលនៅក្នុងភូមិនេះតែម្ដងអូជាក្មួយយ៉ាគឹមតើនឹងហើយគេជាអ្នកបដាលតែបដាលនៅតាមភ្លឺស្រែដីភក់ទេមិនជាអ្នកបដាលអាជីពស្អីឯណាតែកូននឹងឆ្នះណាស់ហើយខ្មើតទៀតមិនអន់ទេបើជៀសបានកុំតញ៉ែណាប្រយ័ត្នខៀវភ្នែកមកផ្ទះវិញដោយសារតែអ្នកណាញ៉ែមិនបាននឹងហើយបានជានៅកមុំដល់ឥឡូវនឹងគ្មានអ្នកយកមែនពូមិនមែនគ្មានអ្នកយកទេប៉ុន្តែគេយកមិនបានឆ្នះហើយក៏ខ្មើតហើយក៏រៀនសូត្របានច្រើនអញ្ចឹងហើយអ្នកល្មមយកមិនបានទេព្រោះក្មួយយ៉ាគឹមគេរើសដែរណាការពិតអញ្ចឹងសោះសមហើយកុំអស់មួយជីវិត
ប្រយ័ត្នគេមកលឺវាយដេកដីទៀតឥឡូវហើយឡើងទៅលើផ្ទះទៅក្មួយឯងមកលេងពេលប្រជុំអញ្ចឹងពូនេះអណាស់កមុំមកពីខេត្តមកពីក្រុងមកលេងបងប្អូនគេក្មួយឯងចាំអូសកាឡារោគសង្សារឲ្យបានមួយផងទៅណាកុំឲ្យនៅព្រៅយូរពេកកុំឲ្យខ្មោចម៉ែឪឯងមកបញ្យល់សពពូទៀតឲ្យពូជួយរកប្រពន្ធឲ្យឯងបានចាំខ្ញុំអូសកាឡាកមុំនៅក្នុងភូមិនេះចុះពូទុកចិត្តលើខ្ញុំចុះគ្មានស្រីណាអាចរួចផុតពីកណ្ដាប់ដៃខ្ញុំបានទេព្រោះខ្ញុំសង្ហាម្លឹងនោះសង្ហាទៅមុខក៏ស៊ីមិនកើតដែរក្មួយអើយតោះឡើងទៅលើផ្ទះទៅអញ្ចឹងបានពូនាពេលព្រឹកព្រលឹមអ្នកនៅក្នុងភូមិបណ្ដាគ្នាត្រសងមកវត្តធ្វើបុណ្យដាក់ទានលោកបងអ្នកកំឡោះខាងនេះជាអ្នកណាមិនក៏មកវត្តជាមួយលោកបងបែបនេះជាក្មួយខ្ញុំកូនបងខ្ញុំដែលស្លាប់ទៅជិត10ឆ្នាំនោះអីអ្នកលេងចំណាំអាសុធីហើយមែនទេហានេះគឺជាក្មួយសុធីមែនទេអូយប្រធោខ្ញុំមើលអស្កលសោះតែម្ដងដោយសារខ្ញុំបញ្ជូនឲ្យទៅរៀននៅភ្នំពេញតាំងតែពីវាទៅថ្នាក់ទី12រហូតដល់ចប់សាកលវិទ្យាល័យឥឡូវមានការងារល្អធ្វើច្រើនឆ្នាំហើយវាត្រូវតែប្លែកសង្ហាជាងពីមុនអញ្ចឹងហើយអ្នកអាក្មួយឯងនេះក៏មិនប្រាប់មិញទៀតពេលឈប់ឡាននៅមុខផ្ទះមិញអាងតែមនុស្សចាស់មើលមិនស្គាល់វាមិនមាត់កអីសោះខ្ញុំក៏មិនសូវចំណាំបានដែរមីងមកលេងស្រុកម្ដងចង់វិញផ្ទះពូផងកុំថាឡាយអ្នកនៅក្នុងស្រុកភូមិនេះហើយនេះក្មួយឯងចំណាំឬអត់មានអូនកូនមិញយ៉ាគីមនោះអីហើយនេះអាប្អូនប្រុសវាលេងចាំសោះតែម្ដងមុខនឹងជួលទៀតក៏អត់ចាំដែរធ្វើដូចខ្លួនឯងនឹងអស់ចាស់ណាស់អញ្ចឹងមកដូចត្រីកន្ធាយត្រីឆ្អោសោះនឹងមីអូននេះគេអាយុបងឯងណាឲ្យស្រួលបួលផងមើលកូនបើអញ្ចឹងខ្ញុំសុំទៅដាក់បច្ច័យខាងនោះសិនហើយមីងណែយកមីអូនកូនមិញទៅផងវាមិនសូវស្គាល់លេចកើតជើងត្បូងទេពេលមកវត្តនេះចេះតែចង់គិតទៅរកបាច់ប៊ូហ្វេណាណោះវិញម៉ែហើយខ្ញុំតមុនហើយនិយាយរួចនាងយ៉ាគីមក៏ដើរចាក់ចេញទៅទើបនីសុធីដើរទៅតាមការពិតជាក្មេងដែលឧស្សាហ៍រត់ទៅដេកនៅក្នុងភក់ស្រែនោះសោះមិនក៏ធ្វើមិនស្គាល់គេអញ្ចឹងគេគួយស្អីឯងខ្ញុំអត់ចំណាំទេខ្ញុំក៏ទៅតែមកពីភ្នំពេញដែរមកស្រុកមុនភ្ជុំនេះបានមួយខែដែរទេឲ្យចាំចាំមិនបានបើឯងផ្លែកជាងពីមុនឆ្ងាយដល់ម្លឹងកុំហៅថាឯងគួរតែហៅថាបងណែមើលមាត់នេះមើលឲ្យច្បាស់ផងថាគ្មានផ្លូវឡើយដែលត្រូវឲ្យហៅឯងថាបងនោះផាស្អីគេផើសនឹងជ្រិញឯងនឹងហើយនៅមិនដឹងទៀតអីផាស្មានតែផើសនឹងគេប្រែថាអូនស្រឡាញ់បងតាឈួតទៅរៀនដល់ថ្នាក់ណានៃហើយមកថាផើសប្រែអញ្ចឹងគេអត់និយាយថាអញ្ចឹងទេយល់អត់អញ្ចឹងគេនិយាយថាម៉េចគេនិយាយថា I love you I love you too មនុស្សឈួតមកបោកខ្ញុំមែនអ្នកណាទៅបោកកើតនោះបើមៀតក៏មិនស្រាលដែរនឹងគ្រាន់តែសួរធម្មតាសោះហើយយើងនឹងក៏ឆ្លើយមកគេអញ្ចឹងវិញធ្វើអីគ្រាន់តែជាការឆ្លើយគួរសមទេតែខ្ញុំអត់បាន I love you អីមែនទេទៅកាន់យូទេចុះបើមីចូលស្ដីយូគិតមិនព្រម love me back អត់មិនដឹងបាបបនស្អីសោះមកញ៉ាយនៅក្នុងវត្តវាអញ្ចឹងទៅកើតដែរខ្ញុំទៅផ្ទះវិញហើយមិនចង់នៅសន្តានាជាមួយយូទេយូខ្លាចទប់ចិត្តមិនបានលងស្នេហ៍មីវិញមែនផ្ដេសផ្ដាស់ណាស់ឯងនេះនិយាយរួចនាងយ៉ាគីមក៏បានដើរចាក់ចេញទៅតែម្ដងនាពេលថ្ងៃត្រង់នៅមុខផ្ទះមីងគីមបងសុធីទៅណានឹងបងកាត់ថ្ងៃអញ្ចឹងបើទំនេរចូលអង្គុយលេងក្នុងផ្ទះខ្ញុំសិនមកបងនឹកបងឯងណាខានជួបគ្នាយូរហើយបងក៏នឹកឯងដែរបែកតែប្រហែលឆ្នាំសោះលំពេញកំឡោះស្ដោកទៅហើយបងឯងសង្ហាណាស់ដឹងអត់ធំឡើងខ្ញុំក៏ចង់សង្ហាអញ្ចឹងដូចជាបងឯងដែរធំទៅប្អូននឹងកាន់តែសង្ហាជាងបងទៅទៀតហើយចុះមីងហើយបងស្រីឯងទៅណាអស់ហើយឃើញតែឯងនៅមុខផ្ទះអញ្ចឹងម៉ែទៅលេងផ្ទះសាច់ញាតិបាត់ហើយបងយ៉ាគីមវិញកំពុងតែហាលខោអាវគាត់នៅខាងក្រោយផ្ទះណោះបងបើអញ្ចឹងបងទៅរកបងស្រីឯងហើយនៅហាលតសក់ឯងបន្តទៀតចុះអញ្ចឹងនិយាយរួចនាងសុធីក៏ដើរមកក្រោយផ្ទះរកនាងយ៉ាគីមតែមិនបានឃើញតតែសោះឃើញតែខោអាវទៅតែហាលរួចហើយចុះយ៉ាគីមបាត់តាណាហើយអញ្ចេះគីមអើយប្តីអូនមករកណៃណាឆាប់ចេញមកជួបប្តីបន្តិចមកអូន
អូយ នេះសុធីត្រូវនាងយ៉ាគឹមធាក់មួយជើងដួលទៅលើដីតែម្ដង មិនអូនឯងធាក់បងអញ្ចឹងអូនបាក់ចកេះបងអស់ហើយការរួចបានអីទៀត ឯងអត់គ្រប់ទឹកមែនមកនិយាយអញ្ចឹងដាក់ខ្ញុំអ្នកណាដែលចង់រៀបការធ្វើប្រពន្ធឯងនោះបាច់គ្នាតែប្រហែលឆ្នាំសោះក៏មើលលេងស្គាល់ខ្ញុំហើយនៅមកនិយាយថាចង់រៀបការជាមួយនឹងខ្ញុំទៀតឯងនេះ បងឯងស្អាតជាងមុននឹងណាមើលស្គាល់ទៅហើយឆ្នះជាងមុនទៀតបងមើលមិនស្គាល់គ្មានអីចម្លែកទេអូនមកនេះមកបងសុំថើបមួយខ្សើត មកចូលមកយកមួយកណ្ដាប់ដៃទៀតមកបើហ៊ាននោះ បងធ្វើលេងតើអូនកុំកាចដាក់បងពេកមើល មករកខ្ញុំមានការអីមែនទេ យប់នេះគេចាក់ធុងបាសរំនៅឯវត្តទៅជាមួយគ្នាអត់បងអត់សូវស្គាល់គេទេខ្លាចគេអូសចូលព្រៃបាត់បើបានអូនគឹមទៅជាមួយបងបានជាគ្នាគ្មាននរណាហ៊ានមកអញែអញ៉ៃជាមួយបងទេ ចង់យកខ្ញុំទៅកាងច្បាស់ណា អូនមិនមែនជាសំណក់ផងបងមានឆ្អឹងឯណាឲ្យកាងហ៎ ឈួតមែនខ្ញុំមិនទៅទេខ្ញុំអត់ចេះរំផង់ទៅធ្វើអី បើមិនចេះរំទៅឈរមើលគេក៏បានដែរល្ងាចម៉ោង6បងមកទទួលតែងខ្លួនចាំបងណាបងទៅផ្ទះពូបងវិញហើយកុំភ្លេចណា និយាយរួចនាយសុធីក៏ចាក់ចេញទៅចូលចិត្តតែបខំគេរហូតមកនាយពេលល្ងាចនាយសុធីក៏បានមករកនាងយ៉ាគឹមដល់ផ្ទះ យ៉ានបងឯងនៅផ្ទះអត់ នៅលើផ្ទះចុះមកដល់លើហើយបងបើបងឯងបញ្ញាប់ចាំខ្ញុំហៅឲ្យ នោះចុះមកដល់ល្មមមិនបាច់ហៅទេ ខ្ញុំរួចហើយតើចឹងទៅឯងដើរមកមែន បើមិនចង់ដើរជិះកបងក៏បានដែរមក ប្រុសឈួតអ្នកទាំងពីរក៏បាននាំគ្នាដើរចេញទៅលុះមកដល់វត្តដែលគេចាក់ធុងបាសនិងមានល្បែងប្រជាប្រិយលេងកំសាន្តជាច្រើននាងយ៉ាគីមកដែរអីតោះយើងទៅរំយើងអត់ចេះរំទេឯងទៅរំជាមួយគេផ្សេងចុះមកធ្វើជាសភាពរៀបសារមុខមនុស្សប្រុសស្អីនាងឯងរំសាហាវណាស់ឡើងបែកម៉ាំបែកផុកម្ដងមានចាំអត់កុំមកធ្វើជាមិនចេះអីមកឆាប់ទៅជាមួយយើងនាងណែមក៏បាននាំនាងយ៉ាគឹមចូលទៅវងរំតែម្ដង ងាប់ហើយរំសាហាវម្លេះម្នាក់គិតថាសុភាពទេតែពេលរំក្បាច់អីក៏ចេញដែរ បន្ទាប់ពីចេញពីវត្តរួចនាយសុធីក៏បានជូននាងយ៉ាគឹមមកដល់ផ្ទះវិញ រាត្រីសួស្ដីគេងលក់សបិនល្អណាស់អូនគឹមបងទៅផ្ទះវិញហើយអូនរំមិញនេះស្អាតណាស់ដូចទីងមុងអញ្ចឹង ទៅផ្ទះវិញទៅយប់ហើយក៏មកបង្អាប់ខ្ញុំទៀត បើអញ្ចឹងបងទៅហើយណាស្អែកយើងទៅបោះបាយបិណ្ឌនិងយកចង្ហាន់ទៅវត្តជាមួយគ្នាដើម្បីបានគ្នាជាគូព្រេង និយាយរួចនាយសុធីក៏បានដើរចេញទៅនាយពេលព្រឹកព្រលឹមអ្នកភូមិក្រោកពីព្រឹកមកបោះបាយបិណ្ឌជាមួយគ្នាយ៉ាងត្រសងបងសុធីបងឯងគិតអីជាមួយបងខ្ញុំមិនចេះតែមកតាមបងខ្ញុំរហូតអញ្ចឹង បងចង់ធ្វើជាបងថ្លៃឯងនឹងណាផ្សងឲ្យបាយបិណ្ឌបានចូលទៅដល់ចិត្តអូនគឹមផងទៅចោ ខ្ញុំមិនមែនប្រែតទេនិយាយឲ្យស្រួលបួលផង បងថាលេងតើប្រែតឯណាស្អាតអញ្ចឹងណូពូខ្ញុំពឹងពូមួយបានអត់ចង់ពឹងស្អីពូនិយាយមកកុំក្បោក្បាច់ពេកខ្ញុំជាប់ចិត្តកូនកំមុំគេមួយហើយពូកូនអ្នកណាគេពូស្គាល់អត់យ៉ាគឹមនឹងហើយពូគ្មានអ្នកណាទៀតទេខ្ញុំស្មានតែនាងមានប្តីហើយតាកាលមិនទាន់បានមកតែពេលមកដល់នាងនៅកំមុំដដែលក្មួយយ៉ាគឹមទឹកមិនចូលស្រុកមួយខែមុននេះទេគេមកលេងម៉ែគេខែភ្ជុំនេះអញ្ចឹងចាំភ្ជុំរួចហើយចាំពូចូលទៅដឹងឲ្យតែមិនប្រកាសថាគេព្រមយកក្មួយឯងឬក៏អត់ទេណាប្រាប់មុនឲ្យហើយបាទពូខ្ញុំត្រៀមចាត់រួចហើយ នាពេលរសៀលថ្ងៃក៏ចាប់ផ្ដើមលិចនាយសុធីជិះកង់មកដល់មុខផ្ទះនាងយ៉ាគឹមមកជាមួយផ្កាឈូករត់ក្នុងដៃតែក៏ត្រូវទម្លាក់ចោលវិញព្រោះឃើញនាងកំពុងតែឈរនិយាយជាមួយម្ចាស់ឡានមួយគ្រឿងបងសុធីបងឯងមករកបងខ្ញុំមែនទេ បងទៅផ្ទះវិញហើយ បងសុធី អត់បាន មក នយោទេ និយាយរួចនាយសុធីក៏ជិះកង់ទៅវិញតែម្ដងមិនសុកគាត់ទៅវិញអញ្ចឹងអាយ៉ានមានដឹងថាគាត់កើតអីអត់សង្ស័យតែប្រច័នបងឯងទៅដឹងចេះដឹងរឿងមនុស្សចាស់ណាស់ម៉ែខ្ញុំសុំទៅនៅមួយផ្លែតម៉ែនៅជាមួយប្អូនខ្ញុំសិនទេនិយាយចប់នាងយ៉ាគឹមក៏បានទាញកង់ជិះចេញទៅតែម្ដង បងឯងគេតាណាប្អូនមិនក៏ទៅត្រុយចោលបងអញ្ចឹង គេទៅជាមួយសង្សារគេហើយអ្នកទី3ក៏មកចង់ជ្រៀតជ្រែកបេះដូងគេ យើងមិនបានជ្រៀតជ្រែកទេកុំចេះតែថាពេក
យើងមកលេងធម្មតាអន្តើ នាងយ៉ាគីមក៏បានជិះកង់មកតន់នេះសុធីតែម្ដងឈប់សិនអញប្រុងជិះកិច្ចខ្ញុំទៅណាគិតថាអាចកិច្ចផុតមែនទេ កិច្ចពីស្រីសាវ៉ាមិនចង់ឲ្យឈឺបេះដូងនោះទេទោះបីគេជាប្រុសមែនតែក៏ចេះអន់ចិត្តដែរបេះដូងនេះជាសាច់ណាមិនមែនជានំប៉ោងទេ គាត់ជាមេខ្ញុំទេមិនមែនជាសង្សារខ្ញុំទេខឹងធ្វើអីទៅហើយឯងនឹងខ្ញុំត្រូវជាអីតើមកត្រូវខឹងដែរ គេស្រឡាញ់យើងនឹងហើយនៅមិនដឹងទៀតអីមើលមកគេថាជាមនុស្សរកចិត្តមិនមែនទៅមិនអើពើជាមួយគេសោះអញ្ចឹងហ៎ ធ្វើខ្លួនដូចជាកូនក្មេងអញ្ចឹងចាំចុះស្ដីដណ្ដឹងចាំមានសិទ្ធអន់ចិត្តងជាមួយខ្ញុំបើជាអ្នកដតៃអញ្ចឹងឯងគ្មានសិទ្ធទេយល់អត់ កុំប្រកែធ្វើពើពេកប្រយ័ត្នគេទៅភ្នំពេញវិញយកប្រពន្ធនៅភ្នំពេញចោលយើងទៅ ខ្ញុំក៏ទៅភ្នំពេញដែរដើម្បីឲ្យឯងយកបានខ្ញុំធ្វើជាប្រពន្ធភ្ជុំរួចចូលស្ដីផងតែហួសលេងព្រមហើយ អូនឯងព្រមជាមួយបងហើយហី តែចូលស្ដីដណ្ដឹងត្រឹមត្រូវគេព្រមហើយអ្នកណាទៅកំណាញ់បើជាអ្នកធ្លាប់ស្គាល់គ្នាយូរមកហើយនោះ បានតាបងនឹងចូលស្ដីទៅដឹងអូនពេលភ្ជុំរួចនេះណាបើដល់ពេលនោះកុំកិច្ចកែពីបងឲ្យសោះ មិនកិច្ចកែទេ I love you I love you too